អញ្ចឹងលោកគ្រូអ្នកគ្រូក៏លេខមកមើលនៅតារាងពិន្ទុទិន្នន័យសាលារៀនដែលបានធ្វើតេស្តឬក៏ហៅថា link 3.1.3 នេះគឺជាសិស្សនៅថ្នាក់ទី6របស់ខ្ញុំយើងឃើញថាសិស្សនេះគឺខ្ញុំយកមកឧទាហរណ៍ទេគឺគាត់ទទួលបានពិន្ទុនៅព្យញ្ជនៈដែលនៅក្នុងការនៅស្គាល់តួអក្សរគឺបាន27 23គឺខ្ញុំពិន្ទុ100%តែម្ដងដើម្បីចង់ដឹងថាតើយើងអាចច្រោះនៅប្រព័ន្ធបានត្រឹមត្រូវដែរអត់ដើម្បីបំពេញទៅ link ផែនការបាទ15 8 10 10 20 25 25 30 20 90 60 35 5 18 32 24 16 0 10 0បាទអញ្ចឹងយើងនឹងឃើញថាទិន្នន័យនេះគឺបានពិន្ទុរបស់គាត់គឺ100%ចំណែកផ្នែកអំណាចរបស់គាត់គឺសរុបចូលគ្នាគឺបានគឺមានពិន្ទុ360ពិន្ទុនិងផ្នែកសំណេរគឺមានពិន្ទុសរុប100ពិន្ទុហើយនឹងភាសាខ្មែរគឺមានន័យថាយកអំណាចបូកសំណេរគឺ460ពិន្ទុហើយនឹងគណិតវិទ្យាគឺមាន50ពិន្ទុបាទយើងក៏លេខមកមើលនិទេសរបស់គាត់ដែលទទួលបានដែលជាឧទាហរណ៍គឺគាត់ទទួលបាននិទេសរួមនិទេស A ហើយសិស្សខាងក្រោមគឺបាននិទេស D សិស្សខាងក្រោមទៀត B ខាងក្រោមទៀត C បាទអញ្ចឹងខ្ញុំមាន link ផែនការមួយដែលខ្ញុំបានបង្កើតឡើងហើយខ្ញុំអាចច្រោះនៅទិន្នន័យតាមថ្នាក់នីមួយៗបានពីថ្នាក់ទី1ដល់ថ្នាក់ទី5នៅផ្នែកបឋមសិក្សាខ្ញុំសូមច្រោះយកសិស្សថ្នាក់ទី6ដើម្បីបង្ហាញជូនអ្នកគ្រូបាទនេះគឺជាពិន្ទុសិស្សដែលទទួលបានពិន្ទុពេញ100%នៅ link 3.1.3 យើងឃើញថានៅមុខជារងនីមួយៗដែលយើងស្រង់ចូល link ផែនការនេះគឺគាត់ទទួលបានពិន្ទុ100%ទាំងអស់តែម្ដងបាទมันមានពិន្ទុណាមួយមិនទទួលបាន100%ទេអញ្ចឹងមានន័យថានិទេសរបស់គាត់គឺមិនបាត់ទេពិន្ទុរបស់គាត់គឺមិនបាត់ទេគឺទិន្នន័យសុក្រិត100%តែម្ដងបាទយើងឃើញថា100គឺបាន100 20គឺបាន20 100គឺបាន100 100គឺបាន100 60គឺបាន60 0គឺបាន0 40គឺបាន40មានហូរហែរហូតចុងក្រោយគឺគាត់ទទួលបានពិន្ទុពេញតែម្ដងបាទចំពោះការប្រើប្រាស់យើងមានការប្រើប្រាស់ select ទៅលើ link មួយបាទ select ទៅលើស្រុកខ្ញុំឧទាហរណ៍ស្រុកផ្សេងតែបើចំពោះលោកគ្រូអ្នកគ្រូនៅសាលាផ្សេងលោកគ្រូជ្រើស option នេះមួយគឺយើងដកនៅសញ្ញាគ្រីសចេញហើយលោកគ្រូសូមបិទតំណភ្ជាប់ link 3.1.3 នៅត្រង់នេះវានឹងបង្ហាញទិន្នន័យដូចគ្នាបាទអញ្ចឹងខ្ញុំសូមបង្ហាញវិញបង្ហាញទិន្នន័យក៏បង្ហាញតាមដែរនេះទិន្នន័យបាទអញ្ចឹងដើម្បីដឹងវិធីក្នុងការប្រើប្រាស់លោកគ្រូសូមចូលទៅកាន់មេរៀនយើងទាំងអស់គ្នាគ្រប់លាសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះមកជួបខ្ញុំទៀតហើយពាក់ព័ន្ធជាមួយនឹងការងារនៅក្នុងគម្រោង chip និង chip AF បាទអញ្ចឹងនៅក្នុងការងារថ្មីនេះគឺការដែលទទួលផែនការពីខាងខេត្តមកគឺយើងត្រូវបំពេញនៅផែនការរៀនសូត្របង្រៀននិងសាលារៀនមានប្រសិទ្ធភាពសាលាគំរូ2025បាទអញ្ចឹងគឺត្រង់នេះដែរលោកគ្រូអ្នកគ្រូគឺជាដំណរ link ដែលថ្នាក់ខេត្តឲ្យបំពេញអញ្ចឹងនៅក្នុងនេះដែរអ្វីដែលជាបញ្ហាប្រឈមរបស់ ICT គឺពួកគាត់ពិបាកក្នុងការច្រោះយកពិន្ទុរបស់សិស្សនីមួយៗយកមកដាក់បាទជាក់ស្ដែងដូចជាសាលាខ្ញុំអញ្ចឹងបើសិនជាសិស្សច្រើនយើងមិនងាយស្រង់នៅទិន្នន័យសិស្សម្នាក់យកមកដាក់តាមមុខវិជ្ជារងនីមួយបានទេអញ្ចឹងយើងត្រូវតែច្រោះយកទិន្នន័យសិស្សនៅដើមឆ្នាំដើម្បីយកមកដាក់នៅផ្នែកនីមួយនៃផែនការរៀនសូត្រដែលបង្ហាញនេះតែម្ដងអញ្ចឹងលោកគ្រូក៏លេខមកមើលនៅដំណោះនេះមួយដែលខាងខេត្តដាក់ឲ្យហើយអ្វីដែលជាពិសេសដែលលោកគ្រូអ្នកគ្រូអាចថាយកទៅប្រើប្រាស់បានហើយលោកគ្រូអ្នកគ្រូសូមចូលមកមើលខាងកម្មវិធីជំនួយមួយដែលខ្ញុំបានបង្កើតឡើងសម្រាប់ឆ្នាំ2024-25នេះអញ្ចឹងនៅក្នុងកម្មវិធីជំនួយនេះគឺទី1គឺមាននៅ channel YouTube របស់ខ្ញុំបាទសូមលោកគ្រូជួយចុច Subscribe ម្នាក់មួយផងពេលដែលខ្ញុំបានបង្ហាញនេះគឺជា channel របស់ខ្ញុំបាទមានឈ្មោះថា Free Study បាទសូមជួយ Subscribe ម្នាក់មួយផងទី2គឺលោកគ្រូអាចក៏លេខមកមើលនៅមាតិកានៃការងាររបស់យើងគឺយើងបានរៀបចំនួន12មាតិកាហើយកម្មវិធីចុងក្រោយនៃមាតិកាចុងក្រោយគឺលេខរៀងទី2គឺយើងនិយាយពីផែនការរៀនសូត្របង្រៀននិងសាលារៀនមានប្រសិទ្ធភាពសាលាគំរូឆ្នាំ2025បាទនេះគឺជាដំណរលីកក្នុងការប្រើប្រាស់លោកគ្រូបាទអញ្ចឹងនៅក្នុងការប្រើប្រាស់នេះដែរយើងក៏លេខមកមើលនៅសកម្មភាពមួយដែលយើងបានបង្កើតឡើងបាទអញ្ចឹងយើងអាចជ្រើសរើសនៅអនុស័យនៅត្រង់នេះគឺយើងអាចជ្រើសរើសពីអនុស័យមធ្យម
អនុវិស័យបឋមហើយនិងកុមារតូចបាទចំពោះ link នេះដែរគឺយើងបង្កើតឡើងសម្រាប់តែបឋមទេបើលោកគ្រូជ្រើសរើសមធ្យមក៏វាអត់បង្ហាញដែរវាបង្ហាញតែការងារណាដែលយើងបានបិទភ្ជាប់ជូនលោកគ្រូអ្នកគ្រូតែប៉ុណ្ណោះហើយពាក់ព័ន្ធជាមួយនឹងកុមារតូចក៏មិនបង្ហាញដែរអ្វីដែលបង្ហាញគឺនៅបឋមសិក្សាតែម្ដងបាទអញ្ចឹងខ្ញុំនឹងបង្ហាញជូនលោកគ្រូអ្នកគ្រូក្នុងការប្រើប្រាស់លោកគ្រូអ្នកគ្រូគ្រាន់តែចុចចូលទៅ Mac Copy ទៅអញ្ចឹងនៅក្នុងត្រង់នេះដែរលោកគ្រូអ្នកគ្រូចុចទៅគឺទាមទារឲ្យមានការស្នើសុំពីខាងខ្ញុំអញ្ចឹងលោកគ្រូអ្នកគ្រូសូមតាក់ទងមកខាងខ្ញុំនឹងជម្រាបប្រាប់នៅនីតិវិធីក្នុងការប្រើប្រាស់បាទអញ្ចឹងកាលណាលោកគ្រូបើកត្រង់នេះវានឹងបង្ហាញនៅទម្រង់មួយពាក់ព័ន្ធជាមួយនឹងការងាររបស់យើងហើយនេះគឺជា link ក្នុងការប្រើប្រាស់ពេលដែលយើងចុចទៅបាទអញ្ចឹងនេះគឺជា link មួយដែលខ្ញុំឲ្យថាជា PS គឺមានន័យថាក្នុងខេត្តពោធិ៍សាត់ដែលយើងនិយាយពីផែនការរៀនសូត្ររបស់សិស្សអញ្ចឹងនៅក្នុង link នេះដែរចំពោះខេត្តពោធិ៍សាត់គឺមានភាពងាយស្រួលមែនទែនសម្រាប់លោកគ្រូអ្នកគ្រូអាចច្រោះនៅអនុវិស័យគឺយើងយកបឋមសិក្សាយើងអាចច្រោះនៅស្រុកយើងមានចំនួន7ស្រុកហ្នឹងទៅវានឹងចុចនៅលើស្រុកណាវានឹង load option ស្រុកហ្នឹងបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំយកបាកានមានជម្រើសស្រុកជាច្រើនដែលត្រូវចុចបាទយើងមានសាលាអូហែពីលើដល់ខាងក្រោមហ្នឹងទៅបន្តមកទៀតចំពោះការជ្រើសរើសស្រុកផ្សេងខ្ញុំបកមកស្រុកគីឡូសែនជ័យហ្នឹងទៅគឺខ្ញុំជ្រើសរើសទៅមានសាលាជាច្រើនដែលជាសាលា Chip និង Chip AS ខ្ញុំសូមជ្រើសរើសយកសាលារបស់ខ្ញុំផ្ទាល់តែម្ដងគឺសាលាបឋមសិក្សាតឡូបាទនៅក្នុងនេះដែរគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់យើងក៏លេខមកមើលផែនការរបស់យើងគឺយើងត្រូវមានទុសិស្សដាក់នៅតាមផែនការនីមួយៗតាមមុខវិជ្ជារងនីមួយៗចាប់ពីផ្នែកអំណាចដែលយើងមានចំនួនវិជ្ជារងចំនួន2 4 5មុខវិជ្ជារងគឺយើងត្រូវដាក់ចំពោះផ្នែកសំណេរគឺយើងមានចំនួន4មុខវិជ្ជារងចំណែកគណិតវិទ្យាយើងមានតែ1មុខវិជ្ជារងតែប៉ុណ្ណោះបាទបើដូច្នេះយើងក៏លេខមកមើលនៅ link របស់យើងដែលអាចច្រោះយកនៅទិន្នន័យបានតើយើងគួរធ្វើដូចម្ដេចជំហានទី1លោកគ្រូអ្នកគ្រូក៏លេខមកមើលនៅដំណរភ្ជាប់ 3.1.3 នៅដំណរដែលយើងនិយាយថាព័ត៌មានសិស្សគ្រូនេះគឺយើងបើកទៅបាទយើងនឹងឃើញនៅទិន្នន័យរបស់សិស្សរបស់យើងជាហោហែដែលយើងមានចាប់ពីព័ត៌មានគ្រូដល់ព័ត៌មានសិស្សគឺនៅ 3.0.3 ចំណែក 3.1.3 គឺជា link បន្ទុកដែលយើងបញ្ចូលចាប់ពីដើមឆ្នាំរហូតមកដល់ចុងឆ្នាំតែម្ដងអញ្ចឹងគុណគ្រូក៏លេខខ្ញុំឧទាហរណ៍ថានៅថ្នាក់ទី6យើងចូលមក sheet G6 នេះមកបាទអញ្ចឹងវានឹង note ទិន្នន័យបង្ហាញជូនលោកគ្រូអ្នកគ្រូថាចំពោះថ្នាក់ទី6នេះគឺវាមាននៅទិន្នន័យសិស្សដើមឆ្នាំដែលយើងធ្វើការច្រោះហើយយើងយកទិន្នន័យនោះយកទៅបិទភ្ជាប់បាទអញ្ចឹងខ្ញុំសូមអាជ្ញាតិចដោយសារតែ internet ខ្ញុំ slow បាទនេះគឺជាទិន្នន័យតេស្តដើមឆ្នាំបាទយើង select ទៅលើតេស្តដើមឆ្នាំមកវានឹង load ចាប់ពីផ្នែកអំណាចនេះគឺមានចាប់ពីការស្គាល់នៅតួអក្សរមានចំណុចមានមុខវិជ្ជារងជួយជាអ្នកអីជាដើមហ្នឹងទៅបាទនេះគ្រាន់ជាឧទាហរណ៍ទេនេះគឺជាសិស្សដែលខ្ញុំឧទាហរណ៍ដើម្បីយកបង្ហាញជូនអ្នកគ្រូថានេះគឺជាសិស្សបាទសិស្សដែលបានបន្ទុកពេញនេះគឺជាឧទាហរណ៍ទេដោយសារតែសិស្សនេះដើម្បីផ្ទៀងទាត់ថាវាត្រឹមត្រូវឬមិនត្រឹមត្រូវយើងគាត់ដាក់បន្ទុកពេញបន្ទុក 100% បន្ទុកអតិបរមាទៅលើមុខវិជ្ជារងនីមួយៗរួចយើងស្រង់បន្ទុកនឹងយកទៅផែនការរបស់យើងបើសិនជាឃើញបន្ទុក 100% នៅក្នុងផែនការមានន័យថាយើងធ្វើត្រូវដោយមិនបាត់បន្ទុកសិស្សបាទអញ្ចឹងគឺខ្ញុំស្រង់ណាមានហោហែរហូតគឺបន្ទុកអតិបរមាគឺបន្ទុកពេញដែលគាត់ទទួលបានបាទនេះគាត់ជាឧទាហរណ៍ទេខ្ញុំសូមបញ្ជាក់ជូនលោកគ្រូផងដែរបាទយើងឃើញថាមកចប់ទាំងអស់គឺគាត់ទទួលបាននៅនិទេសរួមគឺបាទនិទេស A គឺគាត់បាននិទេស A ដោយសារតែគាត់បានបន្ទុក 100% នៅមុខវិជ្ជាទាំងអស់ចំណែកសិស្សទី2នេះគឺបាន D សិស្សទី3នេះគឺបាន B សិស្សទី4នេះគឺបាន C បាទអញ្ចឹងឥឡូវគឺលោកគ្រូនៃគ្រូកលេខមកមើលនៅlink ដែលយើងប្រើប្រាស់បាទដែលយើងបាន select ជម្រើសមានច្រើនយើងក៏លេខមកមើលជម្រើសកម្រិតថ្នាក់បាទជម្រើសកម្រិតថ្នាក់នេះយើងនឹងឃើញថានៅថ្នាក់ទី6បាទវានឹងញែកនៅបាទនៅបន្ទុក 100% នៅក្នុងមុខវិជ្ជារងនីមួយៗជូនលោកគ្រូតែម្ដង
បើយើងផ្ទៀងផ្ទាត់តែម្ដងថ្នាក់ទី6សិស្សដែលលេខរៀងទី1ឈ្មោះថាគៀមគៀនដែលខ្ញុំបានឧទាហរណ៍មិញហ្នឹងបាទគឺគាត់ទទួលបានបន្ទុកនៅមុខវិជ្ជារងនីមួយៗគឺ100%ទាំងអស់តែម្ដងនេះគ្រាន់តែខ្ញុំឧទាហរណ៍ទេដើម្បីកុំឲ្យបាត់បន្ទុកសិស្សគឺគ្រូបាទអញ្ចឹងបើដូច្នេះគឺគាត់ទទួលបាននៅនិទេស A បាទអញ្ចឹងនៅក្នុងផែនការរបស់យើងក៏លេខមកមើលផ្នែកអំណាននៅមុខវិជ្ជាដែលមានបន្ទុកអតិបរមានីមួយៗគឺគាត់ទទួលបាននៅបន្ទុកបាទគាត់ទទួលបាននៅបន្ទុក100%ទាំងអស់តែម្ដងបាទយើងឃើញថាបន្ទុកស្គាល់តួអក្សរនេះគឺគាត់មកក្នុងចំណោម100បន្ទុកគឺគាត់បាន100បាទអញ្ចឹងហូហែបាទមាន20គាត់បាន20មាន100គាត់បាន100មាន100គាត់បាន100ហើយចំពោះចំណុចទី5ការអានដើម្បីយល់នេះ60គឺគាត់បាន60គឺយើងលោតរហូតបាទរហូតមកដល់នៅផ្នែកសំណេរគឺបន្ទុកអតិបរមា40ក៏គាត់បាន40បន្ទុក20ក៏គាត់បាន20បន្ទុក20ក៏គាត់បាន20 20គាត់បាន20ចំណែកគណិតវិទ្យា50ក៏គាត់បាន50បាទនេះគឺជាអ្វីដែលយើងស្រង់ដែលជាក់លាក់បំផុតពីតេស្តដើមឆ្នាំដែលមិនមានទិន្នន័យបាត់បន្ទុកសិស្សទេបាទដោយសារតែគាត់ទទួលបានបន្ទុក100%គាត់ជាឧទាហរណ៍ទេចំណែកឯសិស្សទី2គឺគាត់បានទទួលបន្ទុកទទួលបាននិទេស B បាទនិទេស B បាទនិទេស B អញ្ចឹងនៅក្នុងនេះដែរគឺចំពោះនិទេស B គឺយើងក៏លេខមកមើលនៅសំទុះគឺនិទេស D ណាបាទចំពោះនិទេស D នេះយើងក៏លេខគៀមគឿននេះគឺគាត់មកមើលនៅក្នុងទិញដែលយើងចាប់ទិន្នន័យបាទគឺគាត់បានបន្ទុកនៅតាមមុខវិជ្ជាលីប្រងនីមួយៗគឺគាត់មានបន្ទុកខ្លះគឺត្រូវចុចត្រូវក្បៀសបាទក៏ប៉ុន្តែនិទេសរបស់គាត់គឺមិនបាត់ទេលោកគ្រូអ្នកគ្រូណាខ្ញុំនឹងបង្ហាញជូនលោកគ្រូអ្នកគ្រូអញ្ចឹងលោកគ្រូអ្នកគ្រូ select ទាំងអស់មកបាទគឺ select ទាំងអស់តែម្ដងបាទ select ទាំងអស់មកដល់ខាងក្រោមមកលោកគ្រូណាបាទអញ្ចឹងខ្ញុំសូមបង្ហាញជូនលោកគ្រូបន្តិចគឺដល់ត្រឹមនេះបាទនេះហើយលោកគ្រូអ្នកគ្រូចុច mouse ស្ដាំមួយលោកគ្រូអ្នកគ្រូយកពាក្យថា copy នេះមកហើយលោកគ្រូអ្នកគ្រូចូលទៅ link ផែនការដែលក្រសួងដាក់ឲ្យយើងបាទលោកគ្រូអ្នកគ្រូក៏លេខមកមើល link ផែនការនេះគឺយើងមានទូចាប់ពីផ្នែកអំណានរហូតទៅដល់គណិតវិទ្យាអញ្ចឹងយើងចុចទៅលើ mouse ឆ្វេងត្រង់នឹងមួយមកឬយើងចុច mouse ស្ដាំលោកគ្រូយក pass special ហើយគឺពាក្យថា value on បាទនេះគឺជាទិន្នន័យសិស្សមកទាំងអស់តែម្ដងលោកគ្រូណាបាទនេះគឺជាអ្វីដែលគាត់ទទួលបានបាទហើយលោកគ្រូឃើញហើយថាសិស្សទាំងអស់គឺយើងអាចច្រោះនៅទិន្នន័យរបស់គាត់ដោយត្រឹមត្រូវជាក់លាក់ពីតេស្តដើមឆ្នាំតែម្ដងយើងឃើញថាគាត់ទទួលបានបន្ទុក100%មកដល់ពេលនេះក៏គាត់បាន100%ដែរអញ្ចឹងនិទេសរបស់គាត់ក៏អត់ប្រែប្រួលដែរលោកគ្រូណាគឺនិទេសរបស់គាត់បើសិនជាបាន A វានឹងលោតនិទេសត្រង់នេះបង្ហាញជូនយើងថា A B D តាមអ្វីដែលយើងទទួលបាននៅដើមឆ្នាំដោយមិនបាត់នៅនិទេសរបស់សិស្សតែម្ដងបាទដោយសារតែមានបញ្ហាអ៊ីនធឺណិតតិចគឺវារៀង slow បាទខ្ញុំសូម refresh វាមួយមកដើម្បីបានទិន្នន័យអូខេបាទអញ្ចឹងទិន្នន័យនឹងបង្ហាញជូនលោកគ្រូយើងអូសមកខាងស្ដាំនេះទៅបាទយើងឃើញថានេះសិស្សដែលគាត់ទទួលបាននិទេស A គឺនៅតែ A D នៅតែ D B នៅតែ B C នៅតែ C E នៅតែ E អញ្ចឹងយើងមកផ្ទៀងផ្ទាត់ជាមួយនឹងនិទេសរបស់គាត់ទៅសិស្សលេខរៀងទី1 A D B C E អញ្ចឹងយើងមកមើលខាងផែនការរបស់យើងអីយ៉ាសុំទោសអញ្ចឹងខ្ញុំសូមបើកម្ដងទៀតនៅ link ផែនការរបស់ខ្ញុំនេះគឺជានិទេសដែលគាត់ទទួលបានគឺ A D B C E គឺដូចជាមួយនឹងតេស្តដើមឆ្នាំរបស់យើងតែម្ដងគ្រូណាអញ្ចឹងគឺសិស្សយើងមិនបាត់បន្ទុកទេខ្ញុំសូមបញ្ជាក់បាទអញ្ចឹងចំពោះថ្នាក់ផ្សេងតើលោកគ្រូក៏បីធ្វើដូចម្ដេចបាទចំពោះថ្នាក់ផ្សេងគឺមិនពិបាកទេលោកគ្រូណាគឺលោកគ្រូសូមច្រោះយកទិន្នន័យនៅត្រង់នេះបាទគឺយើងអាចបដូរនៅទិន្នន័យពីថ្នាក់ទី1បាទវានឹងលោតទិន្នន័យថ្នាក់ទី1ឲ្យយើងយកទៅបំពេញបាទលោកឃើញទេបាទនេះគឺសិស្សដំបូងគេសិស្សទី2បាទហើយនៅមុខវិជ្ជារងនេះគឺដូរតាមមានតាម link ផែនការរហូតណាលោកគ្រូណាមុខវិជ្ជារងនេះគ្រូឃើញទេថាអានេះគឺ100 20 30អញ្ចឹងបើយើងដូរដាក់ថ្នាក់ទី2វានឹងដូរទៀតហើយគឺវាទៅជាបន្ទុក100 20 45បាទអញ្ចឹងនេះគឺជាអ្វីដែលយើងច្រោះហើយយើងច្រោះសិស្សដែលមានយើងយកមកដាក់នេះគឺត្រឹមត្រូវតាម link 3.1.3 តែម្ដងទី3យើងអាចជ្រើសបានបាទវានឹងលោតទិន្នន័យដែលស្វ័យប្រវត្តិតែម្ដងបាទនេះគឺជាភាពងាយស្រួលមែនទែនដែលយើងមិនប្រើនៅកម្លាំងបាយក្នុងការពេញទេលោកគ្រូណាបាទថ្នាក់ទី3បន្ទុកវាគឺប្រែប្រួលរហូតលោកគ្រូណាទី4បាទថ្នាក់ទី4គឺវានឹងលោតបង្ហាញជូនលោកគ្រូតែម្ដងបាទនេះគឺថ្នាក់ទី4
ហើយថ្នាក់ទី5ក៏វាបង្ហាញជូនគ្រូផងដែរថានេះគឺជាបន្ទុកថ្នាក់ទី5បាទនេះគឺជាអ្វីដែលទទួលបាននៅពេញគាត់ហើយថ្នាក់ទី6គឺខ្ញុំបានឧទាហរណ៍មិញហ្នឹងឯងបាទអញ្ចឹងដោយសារតែខ្ញុំបានបំពេញរួចរាល់អស់ហើយបាទគឺនេះគឺលេងផែនការនេះគឺខ្ញុំឧទាហរណ៍តែសិស្សម្នាក់ទេជូនគ្រូណាដើម្បីដឹងខុសត្រូវគឺយើងយកសិស្សដែលទទួលបានបន្ទុក 100% យកមកដើម្បីដឹងថាតើគាត់និទេសរបស់គាត់ឬក៏បន្ទុករបស់គាត់មានការប្រែប្រួលដែរទេបាទចំពោះថ្នាក់ផ្សេងទី5ទី6អីគឺធ្វើបែបហ្នឹងទាំងអស់គ្រូណាគឺយើងធ្វើឲ្យគឺទិន្នន័យរបស់យើងគឺសុក្រិតត្រឹមត្រូវតែម្ដងបាទអញ្ចឹងចំពោះមេរៀនរបស់ខ្ញុំនៅថ្ងៃនេះមានតែប៉ុណ្្នឹងឯងហើយខ្ញុំសង្ឃឹមថាលោកគ្រូសូមជួយទៅចុច Subscribe នៅ Channel ខ្ញុំម្នាក់មួយផងគឺខ្ញុំនឹងបង្ហាញនៅមេរៀនពាក់ព័ន្ធជាមួយនឹងគម្រោង Chip និង GPF ហើយនឹងមានគន្លឹះខ្លីៗផ្សេងទៀតដែលជំនួយដល់ការសិក្សារបស់លោកគ្រូបាទអញ្ចឹងខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា